អត់សរសើរមិនបានកន្លែងមួយនេះមិនត្រឹមតែជារមណីយដ្ឋានសម្រាប់លំហែជួបជុំជាមួយនឹងក្រុមគ្រួសារនោះទេប៉ុន្តែរមណីយដ្ឋានមួយនេះបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនិងលើកស្ទួយទៅដល់វប្បធម៌ខ្មែរជាមួយនឹងធម្មជាតិសូម្បីតែម្ហូបបង្អែមនៅទីនោះសុទ្ធសឹងតែជាម្ហូបខ្មែរហើយកោះស្លាកែតស្ទូឌីយោនេះក៏ជារមណីយដ្ឋានមួយដែលឈានមុខគេជាប់លំដាប់ថ្នាក់លេខ1ប្រចាំខេត្តកណ្ដាលផងដែរបាទជំរាបសួរពុកម៉ែបងប្អូនដោយឥឡូវនេះកោះស្លាកែតមានការអាប់ដេតបន្ថែមជាច្រើនដូចជាកន្លែងចំណតឡានគឺថាធំទូលាយជាងមុនហើយសម្រាប់ការចូលកំសាន្តនៅទីនេះបងប្អូនត្រូវទិញសំបុត្រចូលដោយសំបុត្រមួយ$3បងប្អូនអាចដូរយកជាភេសជ្ជៈឬក៏កាត់តម្លៃម្ហូបឬសេវាកម្មនានាបានហើយក៏លេខមកមើលការរៀបចំកន្លែងរមណីយដ្ឋានគេវិញគឺថាស្អាតខ្លាំងមែនទែនគេមានរៀបចំធ្វើជាផ្ទះបុរាណដែលធ្វើតាមលំនាំដើមផ្ទះបុរាណខ្មែរពិតៗហើយខ្ញុំសង្កេតឃើញថាមានភ្ញៀវចូលមកកំសាន្តច្រើនមែនទែនសូម្បីតែភ្ញៀវអន្តរជាតិក៏មានដែរដោយរមណីយដ្ឋានគេក៏ធំហើយក៏មានការកំសាន្តជាច្រើនគេមានបែងចែកជាកន្លែងផ្សេងគ្នាដូចជាកន្លែងនេះវិញគេហៅថាទីលានបុកល័កដែលបងប្អូនអាចបដូរយកជាកំប៉ុងសម្រាប់ចែកវានៅខាងក្នុងហ្នឹងដោយកន្លែងគេនេះធ្វើដូចជាកូនផ្សារភូមិបុរាណមួយអញ្ចឹងដោយអ្នកលក់គេទាំងស្រីទាំងប្រុសស្លៀកពាក់បានស្អាតមែនទែនបែបខ្មែរយើងតែម្ដងបងប្អូនហើយមានជាការលក់ដូរបង្អែមមុខបង្ហូបខ្មែរជាច្រើនដូចជាតកឈូននំខ្មែរយើងអីហ្នឹងហើយកលេចមើលកន្លែងដែលយើងអង្គុយញ៉ាំអីហ្នឹងគឺថាស្អាតភ្លឹងអត់មានសម្រាមទេបងប្អូននៅឥតក្រឡងឆ្វាំងនៅទីនោះគេមានលក់ច្រើនណាស់មានដូចជានំបញ្ចុកបាទសម្លខ្មែរសម្លការីនំបញ្ចុកទឹកម្ហិចអីហ្នឹងមានបុកល្ហុងមានច្រើនសម្បូរបែបហើយលក់បែបខ្មែរប្រកបដោយអនាម័យអញ្ចឹងបងប្អូនអាចទុកចិត្តបានហើយសម្រាប់នៅទីលានបុកល័កនេះគេមានលក់ច្រើនផ្សេងទៀតបងប្អូនដូចជាការ៉េមខ្មែរយើងហ្នឹងនឹកឃើញដល់កាលពីក្មេងអញ្ចឹងណាបងប្អូនបាទការ៉េមដោតឈើអញ្ចឹងកាក់អញ្ចេះនោះមិនថាកូនក្មេងតូចធំអីទេសូម្បីតែខ្ញុំនេះក៏ចូលចិត្តដែរហើយអ្នកសាកមកសាបកចង់រោមជូរអីនៅទីនេះក៏មានដូចគ្នាក្រៅពីហ្នឹងគេមានជានំគ្រក់នំពុំបាញ់ឆាវអីហ្នឹងបងប្អូនអាចយកគូប៉ុងហ្នឹងមកបដូរទិញនៅកន្លែងនេះបានហើយការរៀបចំកន្លែងគាត់នេះគឺខ្ញុំសរសើរមែនទែនគឺគាត់បានលម្អិតលម្អមផ្សារជាប់ជាមួយនឹងអរិយធម៌វប្បធម៌ខ្មែរយើងមែនទែនគាត់អាប់ដេតជាផ្លូវដើរប្រក់ដោយដំបូលក្បឿងធ្វើពីឈើអីចឹងទៅណាហើយបើនិយាយពីកន្លែងកញ្ចុះអង្គុយវិញក៏មានច្រើនដែរបាទមានទាំងនៅលើទឹកឥឡូវនេះគាត់បន្ថែមកញ្ចុះជាច្រើនជាងមុនមែនទែនហើយក្រៅពីហ្នឹងក៏មានលើគោកដែរដោយគេមានរៀបចំជាសួនដាំឈើបានល្អមែនទែនបាទគឺថាមកលុបស្រួលហើយក្រៅពីហ្នឹងគេក៏មានជាការកំសាន្តកន្លែង play house នេះដែលស័ក្តិសមជាមួយនឹងយុវវ័យក្មេងតូចក្មេងធំអីគាត់បានមកលេងសប្បាយនៅទីនេះតែម្ដងហើយគេមានអាងទឹកធំចេះទៀតបាទកូនបងប្អូនមកដឹងតែត្រូវចិត្តសប្បាយនៅកន្លែងមួយនេះហ្មងសម្រាប់បឹងផ្នែកខាងនេះវិញបងប្អូនអាចជិះជាដូចជាទាទឹកឬក៏ទូកអីបានសម្រាប់កន្លែងអង្គុយក៏មានច្រើនដែរដូចជាកន្លែងនេះវិញគេហៅថាកំពីងពួយលើមានតុជាច្រើននៅខាងលើហ្នឹងសម្រាប់ផ្នែកខាងក្រោយនេះវិញគេហៅថាកំពីងពួយក្រោមបាទគេធ្វើជាកញ្ចុះអណ្ដែតទឹកដាច់ពីគ្នាអញ្ចឹងទៅបន្តជាប់ពីស្ពានមួយទៅស្ពានមួយតាមផ្លូវលម្អទៅដោយផ្កាដោយគាត់បានធ្វើជាកញ្ចុះថែមជាច្រើនផងដែរសម្បីតែកន្លែងចង្ក្រានបាយក៏គាត់ធ្វើធំផ្សេងមួយទៀតដែរដើម្បីធានាបាននៅសេវាកម្មឲ្យបានកាន់តែលឿនសម្រាប់ភ្ញៀវមកលេងនៅទីនេះហើយសម្រាប់កញ្ចុះបងប្អូនគួរតែកក់មុនទៅបងប្អូនអាចកក់តាម Facebook Page និងលេខទូរស័ព្ទគេនេះបានហើយនិយាយថាកន្លែងគាត់គឺថាអនាម័យមែនតែនចានឆ្នាំងអីសិតតែ stereo នឹងខ្ចប់មកជាមួយនឹងថង់ផ្លាស្ទិកចិត្តអញ្ចេះមកហូបអីលើកមកដោយមានគ្រូជាមួយនឹងស្លឹកឈូកចិត្តអញ្ចេះតែម្ដងមុខមកហូបវិញសិតតែមុខមកហូបខ្មែរទំនងកប់កុនត្រីខកពីសាច់ជ្រូកមាន់ដុតត្រីអាំងអំបិលទឹកត្រីផ្អែមនិងមានមុខមកហូបជាច្រើនទៀតតម្លៃសមរម្យដូចទៅនឹងរមណីយដ្ឋានគេផ្សេងដែរសម្រាប់កប់កុនត្រីវិញបន្លែគេមកគឺថាភាគច្រើនគឺគេស្រស់ឲ្យយើងតែម្ដងហើយបើនិយាយពីខកពីសាច់ជ្រូកនេះវិញបងប្អូនអើយដាក់មួយបន្លែមកគឺថាចាប់ជាតិឆ្ងាញ់មែនតើខ្ញុំចូលចិត្តមុខម្ហូបមួយនេះនិយាយទៅមុខម្ហូបនៅនេះគឺថារសជាតិអាចទទួលយកបានគាត់ធ្វើនៅជាចំណុចកណ្ដាលបាទថាមិនផ្អែមមិនប្រៃពេកអញ្ចឹងណាហើយនិយាយថាមាន់សាច់បន្លែប្លុកអីគឺថាស្រស់ល្អអញ្ចឹងណាសម្រាប់មាន់ដុតគេនេះគេមានឆាជាមួយនឹងគ្រឿងក្នុងតកូនឲ្យយើងហាយស្រាប់ហើយមានទឹកជ្រលក់ពីរប្រភេទមានទឹកត្រីកកុងហើយជាមួយនឹងប្រហុកអញ្ចឹងទៅហើយនៅតាមកញ្ចុះនីមួយខ្ញុំសង្កេតឃើញថាគាត់មានដាក់កណ្ដឹងមួយដែរសម្រាប់ចុចហៅពេលដែលបងប្អូនត្រូវការហៅឲ្យបន្ថែមអីអញ្ចឹងណាដល់នៅកញ្ចុះខាងក្រោយខ្ញុំឃើញមានសទួចមានអីបងប្អូនអាចស៊ូត្រីនៅលេងនៅនឹងបានចំណែកនៅនឹងផ្ទះខ្មែរល្វែងច័ន្ទនេះវិញគេមានកន្លែងតែងបុរាណដែរបងប្អូនអាចតែងស្លៀកឈុតបុរាណខ្មែរថតជាមួយនឹងផ្ទះល្វែងច័ន្ទគឺថាស្អាតមែនទែនបងប្អូនអញ្ចឹងទៅយើងអាចបង្ហោះបង្អួតទៅអន្តរជាតិពីវប្បធម៌ខ្មែរយើងដោយផ្ទះល្វែងច័ន្ទនេះគឺថាប្រកបទៅដោយក្បាច់ក្បូរខ្មែរស្អាតហើយគាត់ចេះច្នៃប្រឌិតទៀតបាទតសអីហ្នឹងមិនមែនយកឈើទាំងមូលមកធ្វើទេគឺគេបិទប្រទេសឈើពីក្រៅអញ្ចឹងណាហើយផ្ទះខ្មែរដែលស្អាតបែបនេះគឺថាត្រូវមែនទែនសម្រាប់បងប្អូនដែលចង់មកថត pre-wedding នៅទីនេះហើយពិតជាអត់តសើមិនបានដោយសារតែពីមុនកន្លែងនេះគឺជាដីភក់ឥឡូវនេះគាត់បានប្រែក្លាយទៅជាកន្លែងរមណីយដ្ឋានមួយដែលស្អាតដែលយើងអាចលើកបង្ហាញទៅឆាកអន្តរជាតិបានហើយក្រៅពីហ្នឹងគាត់ក៏គិតគូរដល់អារម្មណ៍ភ្ញៀវដែរគាត់មានរៀបចំជាហាងកាហ្វេទំនើបបែបនេះមានម៉ាស៊ីនត្រជាក់មានកន្លែងអង្គុយស្អាតអញ្ចឹងទៅបងប្អូនអាចមកញ៉ាំកាហ្វេនៅខាងក្នុងហ្នឹងក៏បានដែរមាន playground សម្រាប់ក្មេងៗតូចៗទីតាំងនៅភូមិដីឥដ្ឋស្រុកគៀនស្វាយចម្ងាយប្រមាណ20នាទីពីក្រុងភ្នំពេញហើយច្រកចូលនៅខាងឆ្វេងដៃផ្លូវជាតិលេខ1បាទវីដេអូយើងក៏ដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា